តើឯងអាចបកស្រាយពាក្យខាងលើនេះបានទេការប្រកួតនិងការប្រកួតគ្នាវិលជុំមានអ្នកយល់ទេអាយ៉ាហេតុអីក៏លុយម្លេះអ្វីដែលបងបាននិយាយគឺពួកខ្ញុំយល់ទាំងអស់ចេះពីកាជីនេះគេហៅថាអ្នកមានទេពកោសល្យលះបង់ខ្លួនឯងគាត់ដែរឯងល្អជាងមុនអេជីសិននេះលោកប្រកាសហាត់កីឡាតាំងពីពេលណាមកហ្នឹងហាត់ជាមួយគាត់មែនទេណែនៅជាមួយបងធំធ្វើឯងក្អេកក្អាងហើយបើនៅជាមួយមនុស្សសម្រាមបែបនេះវិញណានឹងធ្វើឲ្យឯងធ្លាក់ជីមិនខានអញនិយាយថាម៉េចឯងមានសិទ្ធិអីហៅគេបែបនេះឯងពួកឯងធ្វើស្អីសាលាជាកន្លែងរៀនមិនមែនកន្លែងបាយគ្នាទេតាំងសិនសុំទោសលាវយ៉ាងស៊ូទៅលោកគ្រូកាជាឯងអត់ពាក់ព័ន្ធអីទេមិនសុំទោសអញ្ចឹងរត់20ជុំអញដឹងខ្លួនហើយតើនៅបង្ករឿងទៀតមែនទេលើកមុនសម្រាប់ខ្ញុំឯងមិនធ្វើអីលើកនេះសម្រាប់ឯងខ្ញុំត្រូវធ្វើអ្វីមួយបងជីសុនជីសិនចាំពួកយើងរត់ដែរផងបណ្ឌិតណាស្មានថាខ្ញុំនេះនៅមានកំហុសហើយធ្វើរឿងឈួតទីបានហើយឈប់និយាយទៅជើងរបស់ខ្ញុំណែខ្ញុំគិតថាអ្នកទាំងពីរកាន់តែដូចគ្នា100%ហើយគិតទៅពួកយើងបានបដូរវិញ្ញាណគ្នាយូរហើយអញកាន់តែដូចខ្ញុំហើយខ្ញុំក៏កាន់តែដូចឯងកុំមកលើកពីយើងមិនអាចបដូរវិញ្ញាណគ្នាវិញអញ្ចឹងតាមនឹងទៅនេះផ្លាស់ប្ដូរវិញ្ញាណគ្នាហ្វូយៀនស៊ីស៊ូអ៊ូតុងស៊ូអ៊ីវ៉ានហេហេតុអីបានចាត់เป็นឈ្មោះជីសិនអញ្ចឹងមិនចឹងមិនក៏អញ្ចឹងមានរឿងអីទេនេះកុំធ្វើអីព្រឹកផ្ដាស់ណាកុំបារម្ភអីបន្ទាប់ពីចប់រឿងនេះអស់ហើយនោះប្រយោជន៍ដែរលុះត្រាតែពួកយើងបដូរវិញ្ញាណទើបអាចទៅរួចត្រូវទេ
មែនទេជីសិនស៊ូស៊ូ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 អេតោះទៅជំរាបសួរលោកគ្រូខ្ញុំឈ្មោះកាជីខ្ញុំមានអារម្មណ៍ថាដូចជាជីសិនប្រែទៅជាកូនក្មេងវិញខ្ញុំចូលចិត្តម្នាក់ដែលមានសាច់ដុំដូចប្រមាណអាទិត្យមុនខ្ញុំប្រហែលជាស្ដាប់ខមមិនទេឬមួយពួកទេមិនបដូរប្រឡំទេណាលិខិតរាយការណ៍លើកមុនឯងជាអ្នកសរសេរមែនទេអ្នកដែលឈរនៅចំពោះមុខខ្ញុំជាកៅជីឬក៏តាំងសុនយើងសួរទៅហេតុអីអញសុស៊ីសិស្សដូចជាឯងនេះប្រើប្រាស់រាងកាយរបស់កៅជីមិនក៏ឯងត្រូវមានឈ្មោះក្នុងការប្រឡងទេខ្ញុំជួយចាប់ជនបោកប្រាស់ឲ្យសាលាដឹងទេអញទៀតហើយឯងពីអ្នកដូចដើមវិញហើយហ៎ពួកឯងមិនតបបដូរប្រឡែងទេកាជាអញ្ចឹងការធ្វើតេស្តរបស់ឯងច្បាស់ជាបរាជ័យព្រោះគេមិនអាចទៅរួចនោះទេអញ្ចឹងខ្ញុំសុំទោសផងខ្ញុំជាប់ហើយមិនអាចទៅរួចទេអស់ចាត់ដែរទេលោកយាយរបស់ខ្ញុំជាអ្នកមានជំងឺផ្សែងប្រសាទខ្ញុំបានឃើញគាត់រស់នៅដោយការឈឺចាប់ដូច្នេះខ្ញុំចង់បង្កើតថ្នាំដើម្បីព្យាបាលគាត់ខ្ញុំចង់ធ្វើជាគ្រូពេទ្យខ្ញុំចង់ជួយអ្នកជំងឺលើលោកនេះដូចជាខ្ញុំអញ្ចឹងគឺខ្ញុំសង្ឃឹមថាក្តីសម័យរបស់ខ្ញុំនឹងខ្លាចជាការពិតមិនខានទេមិននឹកស្មានថាឯងពិតជាជាប់មែនភាពស្មោះត្រង់អាចយកឈ្នះគ្រប់យ៉ាងបានអញមិនឃើញមុខរបស់លាវស៊ីស៊ីទេអញឃើញដែរទេមិនអោយអញអាម៉ាស់មុខទេពួកឯងឈប់សិនខ្ញុំនឹងរាយការណ៍ប្រាប់សាលាកាជីលទ្ធផលការប្រឡងឯងលើកនេះគឺលួចបន្លំនោះទេហេតុអីបានជាឯងមករករឿងយើងហេតុអីអញ្ចឹងហ៎ដោយសារតែឯងអាចជាប់លេខ1បានងាយអ្នកណាក៏គេមើលឃើញឯងដែរហើយឯងវិញកើតមកក្នុងតកូលគ្រួសារល្អប៉ុន្តែចុះខ្ញុំវិញខ្ញុំខំប្រឹងរៀនរាល់ថ្ងៃតែបានត្រឹមតែនៅពីក្រោយឯងមិនបានទៅជាអញ្ចឹងឯងមិនបានឃើញឯងធ្លាប់តែឃើញខ្ញុំជាប់លេខល្អតែឯងមិនបានឃើញខ្ញុំប្រឹងប្រែងនោះទេឯងក៏បានឃើញតែមុខមាត់តាំងសុនតែឯងមិនបានឃើញថាគេខំប្រឹងដើម្បីមិត្តគេទេមិនមានអ្នកណានៅស្ងៀមឡើយរួមទាំងឯងផងដែរឯងថាម៉េចខ្ញុំបានមើលឯកសារឯងហើយក្រែងឯងសរសេរថានៅថ្ងៃខាងមុខចង់ធ្វើជាមេធាវីមែនទេខ្ញុំគិតថាបើឯងខំប្រឹងនោះនឹងអាចធ្វើបានមិនអីទេកុំយំអីបន្ទាប់ពីសៀវវ៉ាន់រត់មកថើបខ្ញុំនោះខ្ញុំនឹងប្រាំគម្រាមកំហែងនាង
ច្បាប់ព្រហ្មទណ្ឌមាត្រា274គម្រាមកំហែងគេយកលុយ 5,000 ឡើងនិងត្រូវចាប់គុក3ឆ្នាំយ៉ាងតិចទៀតផង នេះចាំប៉ាយឯងមើល ឯងឆាប់មើលទៅ យ៉ាងម៉េចដែរ លោកប៉ាពេលញ៉ាំបាយអញ្ចឹងកុំនិយាយអី វី ពូតាំងបើសិនជាតាំងសុនចង់ទៅធ្វើជាកីឡាករប្រណាំងឡានឬក៏អ្វីបែបនេះពូយល់ព្រមទេឬមួយគេចង់ខ្លាចជាកីឡាករអេឡិចត្រូនិកបើសិនជាបែបហ្នឹងពូយល់ព្រមទេអានឹងជាស្អីចំណាត់ថ្នាក់ឯងទើបតែល្អឥឡូវនេះឯងចង់ដើរលេងទៀតហើយកិច្ចការរបស់ឯងនៅពេលនេះគឺខំរៀនតែប៉ុណ្្នឹងឯងយល់ដែរទេឃើញអីអន់ប្រាប់ហើយថាខ្ញុំមិនអាចមានក្តីសម័យបានទេ លោកប៉ាអញ្ចឹងខ្ញុំទៅរៀនហើយ លោកប៉ាខ្ញុំចង់និយាយជាមួយតាមពិតទៅខ្ញុំតែងតែខ្លាចប៉ា អាចចង្រៃឯងនេះក្រែងឯងមិនចេះខ្លាចស្អីទេតែបែរជាមកខ្លាចយើងឲ្យឯងគ្រប់យ៉ាងទៅហើយឯងមកខ្លាចយើងធ្វើស្អីទៀត ប៉ាអាចឈប់គិតពីអ្វីដែលខ្ញុំពេញចិត្តឬមិនពេញចិត្តបានទេខ្ញុំអត់ចេះលេងបាល់ទេប៉ាទិញស្បែកជើងឲ្យខ្ញុំរហូត គឺដោយសារពេលឯងនៅតូនឯងថាចង់ខ្លាចជាកីឡាករបាល់ទាត់ប៉ានេះខំលីឯងជាង2គីឡូម៉ែត្រទៅលេងបាល់ទាត់ប៉ុន្តែឥឡូវនេះឯងបែរជាមកប្រាប់ថាឯងមិនចូលចិត្តទៅវិញ ហើយពេលមនុស្សតាំងពីពេលណាទៅចំណង់ចំណូលចិត្តខ្ញុំផ្លាស់ប្ដូរហើយប៉ាមកផ្ទះមួយឆ្នាំតែម្ដងឬក៏ពីរដងបានមិនដឹងថាខ្ញុំចូលចិត្តអីតាំងពីតូចដល់ធំខ្ញុំតែងតែទុកផ្ទះនេះជារបស់ខ្ញុំ ការប៉ັດទៅផ្ទះរបស់ខ្ញុំធំជាងឯងតែប៉ុន្តែមានតែខ្ញុំហើយនឹងហ្វូឆឹងទេអាសុណាម៉ារបស់ឯងឆាប់ទៅចោលពួកយើងចំណែកប៉ាវិញគិតតែពីរឿងរកស៊ីគ្រប់ពេលវេលាយូរទៅហើយអត់មានពេលសម្រាប់ឯងប៉ាជាឪពុកមិនល្អធម្មតាទេដែលឯងមកបន្ទោសប៉ាឯងបន្ទោសប៉ាគឺវាត្រឹមត្រូវហើយ ខ្ញុំអត់បន្ទោសប៉ាទេគ្រាន់តែខ្ញុំគិតថាប៉ាអត់ស្រឡាញ់ខ្ញុំប៉ាតែងតែចង់ឲ្យខ្ញុំខ្លាចជាសិស្សល្អខិតខំតែរៀន ទៅបាត់ហើយនៅតែដាក់តនកម្មខ្ញុំទៀតដឹងថាថ្ងៃនេះជាថ្ងៃកំណត់ខ្ញុំពេលល្អមួយម៉ាត់ក៏និយាយមិនចេញលើសពីនេះទៅទៀតប៉ាក៏មិនដឹងថាប្រាប់អ្វីដល់ឯងដែរឯងនេះ
ហើយអាសូណាតាមពិតប៉ាបានទុកវាឲ្យឯងប៉ាក៏ហៅឯងថាវាធ្លាក់ទន្លេបាត់ហើយដោយសារពេលនោះឯងនៅក្មេងមិនដឹងអីមិនអាចឲ្យឯងនេះផ្ដេសផ្ដាស់បានទេបើអញ្ចឹងទោះបីខ្ញុំខ្លាចជាក្មេងខូចក៏ប៉ានៅតែស្រឡាញ់ខ្ញុំដែរខ្ញុំសូមធានាជាមួយតាំងសុនថាមិនឲ្យមានរឿងនោះទេនេះបានន័យថាម៉េចអេឯងលឺអស់ហើយមែនទេខ្ញុំគិតថាគាត់ជាប៉ាល្អខ្ញុំប្រាប់ប្រាស់ឯងទៀតហើយគ្រាន់តែកុំយំទៅចាញ់ទៅកុំមិនឌឺដងខ្ញុំសម្រេចចិត្តថាបន្ទាប់ពីរឿងនេះចប់អស់ហើយខ្ញុំនឹងនិយាយជាមួយគាត់ពីរឿងពួកយើងលន់ណាស់បើឯងខំរៀនដូចជាពេលនេះមិនដឹងទៅជាល្អយ៉ាងណាទេអ្នកប្រុសកាលពីមុនគឺមិនចង់រៀនសូត្រទេបើសិនជាខ្ញុំចង់រៀនខ្ញុំនេះក៏ខ្លាចខ្លួនឯងដែរទោះបីចិត្តដល់ថ្ងៃប្រឡងក៏ដោយកុំភ័យដំណើររបស់ខ្ញុំគឺចិត្តបាន 99% ទៅហើយកុំមករំខានខ្ញុំអីឥឡូវអានសភៅទៅនៅក្នុងចក្រកោណ ABCD មានតាំងសុនឯងធ្វើអីហ្នឹងអ្នកគ្រូខ្ញុំចង់ចេញមុនម៉ោងតាំងសុនឯងធ្វើអីហ្នឹងអង្គុយចុះភ្លាមទៅកុំបង្ករឿងឲ្យអ្នកគ្រូអង្គុយភ្លាមជីវិតមនុស្សកំពុងមានគ្រោះថ្នាក់ដូច្នេះចាំខ្ញុំត្រឡប់មកសុំទោសវិញអេលោកយាយខ្ញុំដើររត់តាមមាត់ទន្លេអស់ហើយអត់ឃើញទេខ្ញុំក៏បានតាមមើលចិននេះដែរអត់ឃើញទេគាត់តែងតែមកទីនេះឥឡូវណាទៅណោះហេឡូឃើញហើយឃើញហើយលោកយាយយ៉ាងម៉េចហើយលោកយាយមានជួយកន្លែងណាទេអាជាកុំបារម្ភអីយាយមិនអីទេលោកយាយច្រឡំទៀតហើយយាយអត់ច្រឡំទេលើកនេះឯងគឺអាជីឯងជាចៅដែលយាយខំចិញ្ចឹមយាយមិននឹងអាចភ្លេចឯងបានទៅមើលនេះខ្សែដៃឯងចិត្តដាច់អស់ហើយចាំយាយរកខ្សែធ្វើឲ្យឯងមួយទៀតណាលោកយាយអាជីរស់នៅក្នុងខ្លួនមនុស្សមួយទៀតឯងច្បាស់ជាលំបាកហើយសម្រាប់ឯងតាំងសុនប្រកាសជាលំបាកណាស់ដែរហើយមិនអីទេប៉ុន្តែថ្ងៃនេះបើសិនជានៅជាមួយលោកយាយគឺមិនលំបាកទេលោកយាយខ្ញុំធ្លាប់តែគិតតែពីខំរៀនសូត្រ
គិតថាខំរៀនដើម្បីមកថែលោកយាយតែខ្ញុំប្រហែលជាគិតខុសហើយ តាំងពីតូចមកឯងគឺជាក្មេងល្អខិតខំប្រឹងប្រែងគ្រប់យ៉ាងប៉ុន្តែពេលនេះឯងមានមិត្តភ័ក្តិហើយពេលនេះឯងក៏ញញឹមច្រើនជាងមុនសប្បាយជាងមុនយាយឃើញឯងបែបនេះយាយពិតជាសប្បាយចិត្តណាស់ឃើញពួកឯងចេះយកចិត្តទុកដាក់ទៅនឹងគ្នាតងស៊ីនគឺជាខ្សែរួមបេះដូងតែមួយ ខ្ញុំដាំថ្នាំឲ្យគាត់ហើយ គាត់គេងលក់ហើយ ប្រសើរខ្លាំងណាស់ដែលលោកយាយស្គាល់ឯង ទោះបីតែជាយ៉ាងណាគ្រួសារតែងតែស្គាល់គ្នា តាមពិតទៅនេះក៏ល្អម្យ៉ាងដែរឯងជាខ្ញុំជាឯងបើសិនជាអាចផ្លាស់ប្ដូររាងកាយបានអាចង្រៃនេះឯងកើតស្អីពូហ្វូប្រាប់ប៉ាគ្រប់យ៉ាងហើយរឿងធំយ៉ាងនេះទៅហើយហេតុអីក៏នៅលាក់បាំងប៉ាទៀតប៉ាបើសិនជាឯងមិនប្រាប់ប៉ានេះប៉ាត្រូវបាត់បង់កូនប៉ាពេញមួយជីវិតបែបនេះមែនទេនៅពេលនេះតាំងសុនគឺជាក្មេងល្អខ្ញុំខ្លាចថាបើសិនជាប្រាប់ប៉ានឹងធ្វើឲ្យខូចចិនប៉ាប្រាប់ឯងហើយនោះអីទោះជាយ៉ាងណាឯងក៏ជាកូនមិនថាឯងល្អឬមួយក៏អាក្រក់ប៉ុន្តែមានតែឯងទេដែលគិតបែបនេះអាចង្រៃអើយហេយ៉ាហើយឈី នៅរៀនទៀតអីមិនស្រឡាញ់ជីវិតខ្លះទេណែគ្រូពេទ្យបាននិយាយហើយថាពួកឯងនេះខំខ្លាំងពេកដូច្នេះត្រូវសម្រាកខ្លះថ្ងៃស្អែកនេះត្រូវប្រឡងហើយមិនអាចឈប់បានទេនេះ ឈប់និយាយទេបើសិនជាប្រឡងមិនជាប់ក៏ខ្ញុំអាចប្រឡងវិទ្យាល័យបានដែរ ខ្ញុំមិនដែលខំប្រឹងអីខ្លាំងយ៉ាងនេះក្នុងជីវិតខ្ញុំទេទោះបីជាត្រូវវាក៏ខ្ញុំត្រូវតែវារហូតដល់បន្ទប់ប្រឡងដែរអើយឲ្យលឿនឡើងទៅឆាប់ទៅយកស្អីឲ្យពួកគេញ៉ាំឲ្យលឿនឲ្យលឿន អ្នកប្រងពិតជាចូលទៅប្រឡងពិតមែនណា ជឿលើខ្ញុំទៅខ្ញុំខំប្រឹងណាស់ដើម្បីការប្រឡងលើកនេះដូច្នេះហើយកម្លាំងចិត្តតែមួយនឹងឈ្នះ ឯងអាចធ្វើបានមិនអីទេបើឯងធ្វើមិនបានល្អខ្ញុំរកឃើញអ្វីដែលសំខាន់ជាងនេះហើយ ត្រូវតែជាប់ត្រូវតែជាប់ត្រូវតែជាប់ នេះ
គឺជាវិទ្យុ AM ពេលព្រឹកថ្ងៃនេះបន្តអានជំពូកចុងក្រោយនៃដំណើរយុវជនម្នាក់ជំពូកនេះគឺបានបញ្ចប់ការកាត់ផ្ដើមបាក់សីនៃក្តីសុបិនរបស់ខ្ញុំបានពូជចេញដំណើរទៅរកមិត្តខ្ញុំការតបវិញគឺបានមកដល់លើដៃខ្ញុំដោយវិធីចម្លែកបំផុតសូមរំលឹកថានៅសល់45នាទីទៀតដូច្នេះចាត់ចែងពេលវេលាឲ្យបានល្អ ខ្ញុំសុំទោសមើលទៅខ្ញុំប្រឡងធ្លាក់ហើយលោកគ្រូកៅទីបំផុតក៏ងើបហើយយ៉ាងម៉េចហើយមានត្រូវអីកន្លែងណាទេ មិនបានជាខ្ញុំនៅទីនេះហើយចុះកៅជីនៅណាទៅ កៅជីឯងនឹងហើយគឺជាកៅជីប៉ុន្តែតាំងសុនណាពួកយើងបដូរមកវិញហើយកូនរបស់ខ្ញុំត្រឡប់មកវិញហើយ អញមិនអីទេ អនាគតគ្រូពេទ្យកៅ អរគុណ កាលពីមុននេះខ្ញុំស្មានតែឯងធុញណាស់ប៉ុន្តែឥឡូវនេះឯងមិនមែននោះទេ កាលពីលើកមុនអញរស់រវើង ហើយចុះឥឡូវ ឥឡូវនេះយ៉ាងណាក៏ឯងដឹងថាត្រូវចំណាយលុយយ៉ាងម៉េចឆ្លាតជាងពីមុនឆ្ងាយណាស់ចុះក្តីសម័យរបស់ឯងវិញយ៉ាងម៉េចហើយ មិនទាន់សម្រេចទេក៏ប៉ុន្តែមិនអីទេវាគង់តែមកទេខ្ញុំនឹងលំបាកខ្ញុំនឹងរស់នៅពោពេញដោយសុភមង្គលនិងសុខភាពល្អទៀតផង ល្អបើអញ្ចឹងខ្ញុំបានស្រន់ឲ្យពួកយើងមានសុភមង្គលនិងសុខភាពល្អ ល្អ ល្អឯងក៏ចឹងដែរណា ហើយយ៉ាពិធីបុណ្យសែនព្រះខែមកដល់ហើយ មហូបឆ្អិនហើយ ទាំងអស់នេះ ឆាប់ញ៉ាំទៅហើយយ៉ា ប៉ារបស់ឯងនេះមិនសូវចេះនិយាយពីល្អទាំងនេះទេគឺដោយសារតែពួកឯងមកម្យ៉ាងទៀតមិនថាពួកឯងមានរឿងអ្វីកើតឡើងទេគឺថាទីនេះក៏ជាផ្ទះរបស់ពួកឯងដែរ ហើយពួកឯងគឺសិតតែជាចៅរបស់យាយ មកលើកកែវឡើង នេះគឺជាថ្ងៃបុណ្យទៀតហើយ មកផឹកឲ្យអស់ទៅ